កណាអញ្ចឹងក្នុងថ្ងៃនេះគឺធ្វើឲ្យខ្ញុំកណាអាត្មានឹងគឺនឹកឃើញសំណួរមួយដែលបានសាកសួរថាហេតុដូចម្ដេចបានខ្ញុំនឹងយកចិត្តទុកដាក់មើលថែឪពុកម្ដាយប៉ុន្តែលទ្ធផលចុងក្រោយត្រូវបានបងប្អូនសាច់ញាតិអ្នកជិតខាងហើយសូម្បីតែម្ដាយឪពុកក៏គាត់មើលមិនឃើញសេចក្តីល្អរបស់ខ្ញុំទៀតនេះគឺជាសំណួរមួយដែលយើងត្រូវគិតហើយនឹងត្រូវពិចារណាហើយខ្ញុំកណាអាត្មាសូមធ្វើការបកស្រាយឲ្យបានច្បាស់ហើយជាការលើកទឹកចិត្តដល់អ្នកដែលកំពុងតែបែកបាច់ថែរក្សានៅឪពុកម្ដាយដែលកំពុងចាស់ជរាបើទោះបីថាអ្នកដតីគេមិនអោយតម្លៃឬក៏បងប្អូនហើយសម្បីឪពុកម្ដាយរបស់យើងផ្ទាល់នឹងគាត់មិនសូវពេញចិត្តក៏ដោយប៉ុន្តែយើងត្រូវទាញចិត្តម្យ៉ាងថាដែលយើងមានវត្តមាននៅក្នុងពេលនេះយើងបានឃើញពន្លឺថ្ងៃបានមានវ័យវឌ្ឍនាការអាយុប៉ុណ្ណេះហើយបានសិក្សារៀនសូត្របានអីហ្នឹងក៏ដោយសារពួកគាត់ទាំងពីរនឹងដែរបើសិនអត់មានវត្តមានពួកគាត់ទាំងពីរយើងក៏មិនអាចមានវត្តមាននៅក្នុងថ្ងៃនឹងដែរអញ្ចឹងបើសិនតែយើងបែកបាច់ថែរក្សាគាត់ពេលដែលគាត់ចាស់ជរាហើយបែរជាសេចក្តីល្អទាំងអស់នោះពួកគាត់មើលមិនទាន់ឃើញប៉ុន្តែយើងត្រូវគិតថាទូនាទីយើងដែលជាកូនគឺមានកាតព្វកិច្ចត្រូវមើលថែយកចិត្តទុកដាក់ដោយពេញចិត្តដោយរីករាយចិត្តនឹងគឺបុណ្យកុសលវាចម្រើនកើតឡើងមិនយូរមិនឆាប់ឪពុកម្ដាយរបស់យើងនឹងឃើញថាតម្លៃដែលយើងបានធ្វើហ្នឹងគឺគាត់ឃើញច្បាស់ហើយគាត់នឹងរីករាយចឹងបានពាក្យថាអ្នកដតីគេសរសើរយើងអ្នកដតីមានថាមិត្តភក្តិគេសរសើរយើងថាយើងគឺជាមនុស្សល្អអាហ្នឹងគឺជាចំណែកនៃការសប្បាយចិត្តវាសប្បាយបែបធម្មតាប៉ុន្តែបើសិនណាឪពុកម្ដាយយើងសរសើរថាកូនឯងល្អឃើញឪពុកម្ដាយចាស់ជរាអីចឹងទៅមើលថែយកចិត្តទុកដាក់កូនឯងល្អពេលដែលឮពាក្យសរសើរចេញមកអំពីបបោមាត់អ្នកមានគុណរបស់យើងនោះគឺថាសប្បាយចិត្តរីករាយចិត្តណាស់ដោយសារគាត់នឹងឯងគឺជាព្រះអរហន្តគាត់គឺជាព្រះដ៏ដំបូងសម្រាប់យើងទាំងអស់គ្នាអញ្ចឹងយើងសូចចិត្តឲ្យអ្នកដតីគេមើលងាយសូចចិត្តឲ្យអ្នកដតីគេថាប៉ុន្តែយើងក៏ព្យាយាមលះបង់នៅមនសិការៈគឺក្នុងនាមដែលយើងជាកូនត្រូវតែយកចិត្តទុកដាក់មើលថែឪពុកម្ដាយដូចនិយាយពីខាងដើមមិញថាសំបីតែគាត់មិនសប្បាយចិត្តពេលដែលយើងមើលថែក៏ដោយប៉ុន្តែសកម្មភាពទាំងអស់នោះយើងធ្វើឲ្យបានរឿយចុងក្រោយគាត់នឹងសរសើរយើងថាយើងគឺជាមនុស្សដែលតស៊ូអត់ធ្មត់ហើយយល់ដឹងអំពីគុណធម៌យល់ដឹងអំពីសច្ចធម៌ជាពិសេសគឺមានកតញ្ញូនឹងចឹងបានខ្ញុំកណាអាត្មាសូមបញ្យល់ម្ដងទៀតថាបើយើងធ្វើសេចក្តីល្អអីមួយយើងកំរំពឹងសេចក្តីល្អភ្លាមយើងកំរំពឹងបើសិនយើងធ្វើហើយយើងរំពឹងសេចក្តីល្អបានន័យថារំពឹងផលភ្លាមលទ្ធផលចុងក្រោយនឹងអាចទៅជារឿងខកចិត្តប៉ុន្តែយើងធ្វើអីមួយដោយពេញចិត្តដោយរីករាយចិត្តមិនយូរមិនឆាប់ផលនឹងឲ្យមកគឺត្រូវបានឪពុកម្ដាយឬក៏អ្នកដតីគេសរសើរយើងហើយអញ្ចឹងបានន័យថាបើសិនតែយើងកំពុងតែមើលថែឪពុកម្ដាយហើយត្រូវបានអ្នកដតីគេមិនសប្បាយចិត្តឬក៏ឪពុកម្ដាយយើងមិនសប្បាយចិត្តក៏យើងមិនត្រូវរាថយទេដោយថានេះគឺជាអំពើល្អចំណុចទី1ហើយក៏ជាកាតព្វកិច្ចសម្រាប់យើងដែលជាកូនដោយសារយើងមានវត្តមានប៉ុណ្ណេះមានវ័យប៉ុណ្ណេះគឺដោយសារគាត់ចិញ្ចឹមបែកបាច់ថែរក្សាបើគាត់ជាមនុស្សអាក្រក់បើគាត់មិនមានសេចក្តីសន្តោសប្រោសប្រណីបើគាត់មិនមានមេត្តាទេគាត់នឹងសម្លាប់យើងពេលដែលយើងនៅក្នុងផ្ទៃមកនេះសេចក្តីល្អទាំងអស់នេះឯងដែលយើងក៏បីធ្វើដែលយើងក៏បីនឹករលឹកដោយបង្ហាញពីទឹកចិត្តបរិសុទ្ធរបស់ឪពុកម្ដាយនឹងគឺវីដេអូនេះគឺខ្ញុំកណាអាត្មាចង់ជម្រាបប្រាប់ថាបើយើងកំពុងតែមើលថែឪពុកម្ដាយហើយត្រូវតែ
ជាយាមបំពេញនៅកតបកិច្ចនេះបន្តទៅទៀតបុណ្យកុសលវាមិនបានទៅនរណាទេគឺបានមកយើងដែលជាកូនហើយធ្វើឲ្យទឹកចិត្តរបស់ពុកម្ដាយយើងក៏ទទួលបាននៅសុភមង្គលមានភាពកក់ក្ដៅនឹងផងដែរអញ្ចឹងសូមអរគុណប៉ុណ្ណេះសម្រាប់វីដេអូនឹងបងសូមអរគុណកណា